សេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមស្នេហ៍ឯកម៉ាលីសុជីតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី14ខែឧសភាឆ្នាំ2026សារព័ត៌មានថៃមួយចំនួននៅតែបន្តចុះផ្សាយព័ត៌មានមិនពិតចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថាបានបាញ់កាំភ្លើង M79 ចូលទីតាំងយោធាថៃនៅភូមិសាស្ត្រទល់មុខតំបន់វាលឥន្ទ្រីក្នុងខេត្តព្រះវិហារអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាសូមច្រានចោលទាំងស្រុងនិងយ៉ាងដាច់ខាតចំពោះការចោទប្រកាន់នេះដែលគ្មានមូលដ្ឋានភស្តុតាងណាមួយឡើយក្រសួងការពារជាតិកម្ពុជាចាត់ទុកការផ្សព្វផ្សាយខាងលើថាជាព័ត៌មានមិនពិតនិងជាការមួលបង្កាច់យ៉ាងធ្ងន់ធ្ងរក្នុងចេតនាបង្កការភ័ន្តច្រឡំបំភាន់សាធារណមតិនិងបង្កភាពតានតឹងតាមបណ្ដោយព្រំដែនក្រសួងការពារជាតិកម្ពុជាមិនអាចទទួលយកបានឡើយចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់កិត្តិយសកងយុទ្ធពលខេមរភូមិន្ទនិងបង្កហានិភ័យដល់សន្តិសុខស្ថិរភាពនិងសុវត្ថិភាពនៅតាមបណ្ដោយព្រំដែននិងស្នើឲ្យសារព័ត៌មានថៃកែតម្រូវជាបន្ទាន់ចំពោះមុខនៃការផ្សព្វផ្សាយព័ត៌មានមិនពិតនេះក្រុមការងារទីបញ្ជាការសមរភូមិព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាបានធ្វើលិខិតតវ៉ាអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតនេះទៅក្រុមការងារទំនាក់ទំនងព័ត៌មានថៃ JIC ថៃជាមួយគ្នានេះយោងតាមព័ត៌មានពីជួរមុខអំឡុងពេលក្រុមអ្នកសង្កេតការអាស៊ាន HOM AOT ជាលើកដំបូងក្នុងអាណត្តិហ្វីលីពីនធ្វើជាប្រធានដឹកនាំដើម្បីចុះសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពព្រំដែននៅប្រាសាទព្រះវិហារភាគីថៃបានបំផ្ទុះគ្រាប់មិនទាន់ផ្ទុះចំនួន3គ្រាប់ដោយមិនបានជូនព័ត៌មានមកភាគីកម្ពុជាជាមុនឡើយពាក់ព័ន្ធនឹងបញ្ហានេះក្រុមទំនាក់ទំនង RBC នៃយុទ្ធភូមិភាគ4បានតាក់ទងទៅភាគីថៃនិងធ្វើការតវ៉ាអំពីការផ្ទុះគ្រាប់មិនបានជូនដំណឹងមុននេះអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមួលបង្កាច់ទាំងនេះជាបន្ទាន់ហើយត្រឡប់មកគោរពនិងអនុវត្តឲ្យបានម៉ឺងម៉ាត់ពេញលេញនិងដោយស្មោះត្រង់សុចរិតនៅខ្លឹមសារនៃកិច្ចព្រមព្រៀងទាំងឡាយដែលបានឯកភាពគ្នាកន្លងមកដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនអាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃប្រហ័ស13រោចខែពិសាខឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី14ខែឧសភាឆ្នាំ2026